អ្នកសិក្សាជាច្រើនបានលើកឡើងថាតួអង្គចៅចិត្តនៅក្នុងរឿងកុលាបបៃលិនគឺជាយុវជនថ្លៃថ្នូរបាទចូលពន្យល់នឹងលើកឧទាហរណ៍នៅក្នុងរឿងមកបញ្ជាក់ចឹងនៅក្នុងប្រធានសំណេរតែងសេចក្តីមួយនេះជាប្រភេទប្រធានបិទបាទដែលគេទាមទារឲ្យអ្នកសិក្សាគ្រប់រូបពន្យល់បាទបកស្រាយអំពីលក្ខណៈសម្បត្តិនៃតួអង្គចៅចិត្តដែលជាតួអង្គឯកនៅក្នុងរឿងកុលាបបៃលិនហ្នឹងថាតើគាត់មានលក្ខណៈសម្បត្តិអ្វីខ្លះទើបគេចាត់ទុកថាគាត់នឹងជាយុវជនថ្លៃថ្នូរមួយរូបបាទអញ្ចឹងយើងទៅមើលបាទការបកស្រាយទាំងអស់គ្នារឿងកុលាបបៃលិនគឺជាអក្សរសិល្ប៍ទំនើបដ៏ល្បីល្បាញមួយដែលជាវណ្ណកម្មរបស់អ្នកនិពន្ធញុកថែមប្រឡំលោករឿងកុលាបបៃលិនត្រូវបានអ្នកសិក្សានិងអ្នកនិយមការអានជាច្រើនចូលចិត្តនិងនាំគ្នាស្ងើចសរសើរអំពីតួអង្គចៅចិត្តដែលជាតួអង្គឯកប្រកបដោយលក្ខណៈសម្បត្តិជាច្រើនគួរឲ្យកត់សម្គាល់បាទអញ្ចឹងចាប់ពីរឿងកុលាបបៃលិននេះមកដល់កត់សម្គាល់នេះយើងហៅវាថាជាលំនាំបញ្ហាដែលយើងត្រូវសរសេរឲ្យតាក់ទងទៅនឹងប្រធានបទរបស់យើងខាងលើបាទគឺតួអង្គចៅចិត្តនេះបាទអញ្ចឹងយើងចូលទៅចំណុចតូចទី2គឺចំណូលបញ្ហាបាទក្រោយពីបានសិក្សារឿងនេះចប់អ្នកសិក្សាជាច្រើនបានលើកឡើងថាតួអង្គចៅចិត្តក្នុងរឿងកុលាបបៃលិនគឺជាយុវជនថ្លៃថ្នូរតើមានចំណុចត្រង់ណាខ្លះដែលបញ្ជាក់ថាចៅចិត្តជាយុវជនថ្លៃថ្នូរបាទអញ្ចឹងនៅក្នុងចំណុចនេះគឺមាន3ចំណុចតូចៗមានលំនាំបញ្ហាចំណូលបញ្ហានិងចុងក្រោយនេះគឺជាចំណោទបញ្ហាឥឡូវយើងចូលទៅផ្នែកទី2ធំគឺតួសេចក្តីបាទតួសេចក្តីចំណុចទី1គឺយើងចូលទៅឃ្លាភ្ជាប់សេចក្តីបាទយើងត្រូវចូលបន្តថ្មីមួយកន្លែងនេះណាបាទអញ្ចឹងយើងមើលដូចតទៅដើម្បីជាជំនួយដល់ការបកស្រាយបញ្ហាខាងលើជាបឋមយើងក៏បីឆ្វេងយល់ពាក្យកន្លឹះរបស់ប្រធានជាមុនសិនបាទអញ្ចឹងមុននឹងយើងចូលទៅដល់ការបកស្រាយយើងត្រូវយល់ពាក្យកន្លឹះខ្លះៗរបស់ប្រធានជាមុនសិនបាទអញ្ចឹងចៅចិត្តបាទឈ្មោះចៅចិត្តនេះជាកូនប្រុសរបស់តាជើមនិងជាតួអង្គឯកនៅក្នុងរឿងកុលាបបៃលិនដែលយើងនឹងធ្វើការបកស្រាយហ្នឹងបាទឯកន្សំពាក្យយុវជនថ្លៃថ្នូរបាទគឺសំដៅដល់យុវជនដែលមានកិត្តិយសមានតម្លៃខ្ពង់ខ្ពស់ដែលអ្នកដទៃទុកចិត្តនិងស្រឡាញ់រាប់អានបាទអញ្ចឹងកន្សោមពាក្យយុវជនថ្លៃថ្នូរនេះលោកគ្រូពន្យល់ជារួមថាគឺជាយុវជនដែលមានកិត្តិយសមានតម្លៃខ្ពង់ខ្ពស់ហើយមានអ្នកដទៃជាច្រើននឹងទុកចិត្តស្រឡាញ់រាប់អានបាទឥឡូវយើងចូលទៅចំណុចមួយទៀតគឺពន្យល់នៃប្រធានបាទជាការពន្យល់នៃរួមរបស់ប្រធានហ្នឹងថាតើប្រធានបទរបស់យើងហ្នឹងមានន័យថាម៉េចគេចង់បានអីបាទអញ្ចឹងប្រធានមានន័យថាតួអង្គចៅចិត្តក្នុងរឿងកុលាបបៃលិនជាយុវជនមួយរូបដែលមានកិត្តិយសនិងតម្លៃខ្ពង់ខ្ពស់ស័ក្តិសមជាកុលបុត្រដ៏ល្អប្រពៃបាទអញ្ចឹងប្រធានហ្នឹងគេមានន័យអញ្ចឹងបាទគេមានន័យអញ្ចឹងគេមានន័យថាចៅចិត្តហ្នឹងគឺជាយុវជនដែលមានលក្ខណៈសម្បត្តិខ្ពង់ខ្ពស់ហើយស័ក្តិសមជាកុលបុត្រដ៏ល្អប្រពៃបាទនេះជាន័យរួមរបស់ប្រធានបទរបស់យើងឥឡូវយើងចូលទៅចំណុចមួយទៀតគឺបកស្រាយប្រធានណាបាទអញ្ចឹងនៅកន្លែងនេះអ្នកសិក្សាគ្រប់រូបត្រូវចុះបន្ទាត់ថ្មីមួយបាទហើយជាទូទៅយើងសរសេរជាការប៉ັດណាស់បាទអញ្ចឹងជាការប៉ັດណាស់នៅក្នុងវ័យសិក្សាក្រោមការគ្រប់គ្រងរបស់តាជើមដែលជាឪពុកយុវជនចិត្តពុំដែលប្រព្រឹត្តអំពើផ្ដេសផ្ដាស់បង្កការលំបាកដល់ឪពុកម្ដងណាឡើយបាទអាស្រ័យដោយសេចក្តីព្យាយាមក្នុងការសិក្សាចៅចិត្តបានប្រឡងជាប់ប្រកាសនីយបត្រដែលជាសញ្ញាបត្រដ៏មានតម្លៃមួយក្នុងសម័យនោះបាទអញ្ចឹងយើងនិយាយពីលក្ខណៈទូទៅនៃតួអង្គចៅចិត្តបាទតើចៅចិត្តហ្នឹងគឺជាមនុស្សដូចម្ដេចនៅក្នុងគ្រួសារគាត់ជាមនុស្សយ៉ាងណាតើគាត់បានធ្វើអីខ្លះបាទអញ្ចឹងយើងទៅមើលតទៀតបាទ
ព្រមជាមួយគ្នានេះដែរចៅចិត្របានខិតខំរៀនសូត្រចំណេះបច្ចេកទេសខាងបើកបរនិងជួសជុលរថយន្តបន្ថែមទៀតបាទមានន័យថាគាត់រៀននៅសាលាប្រឡងជាប់ប្រកាសនីយបត្រហើយគាត់ថែមទាំងរៀនខាងបច្ចេកទេសបើកនិងជួសជុលរថយន្តទៀតផងបាទនេះបញ្ជាក់ឲ្យឃើញថាចៅចិត្រជាយុវជនចេះដឹងមួយរូបដែលគួរឲ្យសរសើរនៅពេលតាជើមជាឪពុកធ្លាក់ខ្លួនឈឺចៅចិត្របានយកចិត្តទុកដាក់ថែទាំនិងបម្រើឪពុកតាំងពីបាយទឹកនំចំណីព្រមទាំងអញ្ជើញលោកគ្រូពេទ្យស្អាតមកពិនិត្យនិងព្យាបាលយ៉ាងទៀងទាត់បាទក្រោយពេលតាជើមចែកឋានទៅចៅចិត្របានរៀបចំធ្វើបុណ្យសពឪពុកតាមទំនៀមទម្លាប់ប្រពៃណីខ្មែរនេះបញ្ជាក់ថាចៅចិត្រជាកូនកតញ្ញូមួយរូបដែលបានបំពេញកាតព្វកិច្ចតបស្នងសងគុណឪពុកទៅតាមលទ្ធភាពរបស់ខ្លួនបន្ទាប់ពីឪពុកចែកឋានទៅចៅចិត្រពុំអស់សង្ឃឹមក្នុងជីវិតឡើយគ្រប់កលៈទេសៈចៅចិត្រតែងយកបណ្ដាំឪពុកដែលជាពុទ្ធភាសិតអត្តហិអត្តណោនាថោយកមកអនុវត្តជាប់ជានិច្ចបាទពលគឺការពឹងផ្អែកលើសមត្ថភាពខ្លួនឯងជាធំចំពោះបញ្ហាការងារចៅចិត្រពុំមានការរើសអើងឬប្រកាន់ថាការងារទុនទាបឬថ្លៃថ្នូរឡើយឲ្យតែការងារនោះសុចរិតគឺចៅចិត្រធ្វើដោយមិនត្អូញត្អែមិនមែនតែពិតមែនតែចៅចិត្រមានប្រកាសនីយបត្រដែលបញ្ជាក់ថាគេមានចំណេះវិជ្ជាកម្រិតវប្បធម៌ទូទៅយ៉ាងបង្គួរប៉ុន្តែចៅចិត្រសម្រាប់ចិត្តចូលធ្វើការជាកម្មករជីកត្បូងនៅផ្ទះលោកលួងរតនសម្បត្តិដោយមិនប្រកាន់ថាការងារនោះតូចតាចឡើយក្នុងតួនាទីជាកម្មករជីកត្បូងចៅចិត្របានយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនយ៉ាងល្អដោយមិនទាមទារការឈប់សម្រាកថ្ងៃអាទិត្យឬថ្ងៃបុណ្យឡើយទោះបីការងារនោះលំបាកធ្ងន់ធ្ងរប្រឡាក់ភក់ហាលថ្ងៃហាលភ្លៀងហាលខ្យល់ក៏ចៅចិត្រនៅតែតស៊ូព្យាយាមក្នុងការងារដោយគ្មានការធ្វេសប្រហែសបាទទាំងនេះហើយដែលធ្វើឲ្យចៅហ្វាយនាយនិងកម្មករដទៃទៀតស្រឡាញ់រូបគេសេចក្តីថ្លៃថ្នូរនេះគឺជាកិត្តិយសមួយដែលចៅចិត្រទទួលបានព្រោះកម្មករទាំងនោះពុំដែលមើលស្រាលចៅចិត្រទេផ្ទុយទៅវិញកម្មករបានទទួលស្គាល់នៅសមត្ថភាពនិងទំនួលខុសត្រូវខ្ពស់របស់ចៅចិត្រឯបញ្ហាស្នេហាវិញចៅចិត្រតែងប្រកាន់ខ្ជាប់នៅភាពថ្លៃថ្នូរជានិច្ចបាទគេបានចាប់ចិត្តស្រឡាញ់ខុននារីដែលជាបុត្រីមណ្ឌលចិត្តតែមួយគត់របស់លោកលួងរតនសម្បត្តិគេតែងប្រមាណខ្លួននិងពុំបានប្រព្រឹត្តអំពើមិនគប្បីចំពោះនាងឡើយបាទទន្ទឹមនឹងអាកប្បកិរិយាដ៏សមរម្យនេះចៅចិត្របានបង្ហាញឲ្យឃើញនៅភក្ដីភាពរបស់ខ្លួនចំពោះគ្រួសារនាងថែមទៀតបាទអញ្ចឹងការបកស្រាយជាហោហែដែលលោកគ្រូបានសរសេរមកហ្នឹងគឺយើងព្យាយាមលើកបង្ហាញអំពីគុណសម្បត្តិរបស់តួអង្គចៅចិត្រសកម្មភាពរបស់គាត់ពីចិត្តគំនិតអំពីសោតធិនិយមដែលចៅចិត្រមានហ្នឹងបាទហើយក្នុងការលើកបង្ហាញសរសើរពីលក្ខណៈសម្បត្តិនៃតួអង្គចៅចិត្រក៏យើងត្រូវតែភ្ជាប់ជាមួយនឹងឧទាហរណ៍នៃសកម្មភាពរបស់ចៅចិត្រហ្នឹងនៅក្នុងសំណេរហ្នឹងផងដែរបាទឥឡូវយើងមើលតទៀតជាក់ស្ដែងបាទនៅពេលមានអាសន្នត្រូវចោលប្លន់នៅពាក់កណ្ដាលព្រៃនិងនៅផ្ទះលោកលួងរតនសម្បត្តិចៅចិត្របានយកអាយុជីវិតរបស់ខ្លួនទៅប្ដូរដើម្បីការពារអាយុជីវិតមនុស្សដែលខ្លួនស្រឡាញ់និងចៅហ្វាយនេះមិនឲ្យមានគ្រោះថ្នាក់នោះឡើយបាទអញ្ចឹងភ្ជាប់ជាមួយនឹងការបកស្រាយហ្នឹងយើងត្រូវលើកឧទាហរណ៍នៅសកម្មភាពនៅក្នុងរឿងហ្នឹងមកបញ្ចូលដែរបាទគឺនៅកន្លែងដែលចៅចិត្រជាមនុស្សក្លាហានហ៊ានតទល់ជាមួយនឹងក្រុមចោរប្លន់ហ្នឹងបាទឥឡូវយើងមើលបន្តទៀតដោយមើលឃើញថាចៅចិត្រជាយុវជនមួយរូបដែលមានចំណេះវិជ្ជាមានភាពក្លាហានមានសិលធម៌និងមានទំនួលខុសត្រូវខ្ពស់ទើបលោកលួងរតនសម្បត្តិសម្រាប់ចិត្តលើកកូនស្រីតែម្នាក់គត់ឲ្យចៅចិត្រ
ហើយរៀបចំសំភុំពួកគេឲ្យខ្លាចជាគូស្វាមីភរិយាបាទចាប់ពីពេលនោះមកចៅចិត្រក៏បានคล้ายខ្លួនជាកូនប្រសារលោកលួងរតនសម្បត្តិនិងคล้ายជាថៅកែត្បូងនៅស្រុកបៃលិនបាទការឡើងឋានៈពីទាបទៅខ្ពស់ដ៏ឆាប់រហ័សនេះគឺជាកិត្តិយសដ៏ស័ក្តិសមដែលចៅចិត្រសមនឹងទទួលបានបាទការខិតខំបំពេញការងារយ៉ាងស្វាហាប់ការមិនរើសអើងការងារភក្ដីភាពកតញ្ញូចំពោះឪពុកម្ដាយនិងចៅហ្វាយងាយបានយឹតយោងជីវិតរបស់គេឲ្យរស់នៅយ៉ាងត្រចះត្រចង់ប្រកបដោយសេចក្តីសុខនិងសេចក្តីថ្លៃថ្នូរបំផុតបាទអញ្ចឹងយើងបកស្រាយដោយអ្វីដែលគ្រូបានសរសេរនឹងមកណាយើងព្យាយាមរកពីចំណុចល្អដែលតួអង្គចៅចិត្រមានតាំងពីចាប់ផ្ដើមរឿងរហូតបញ្ចប់រឿងដែលសកម្មភាពរបស់គេទាំងអស់នោះគ្រប់គ្រងដល់ប្រធានបទរបស់យើងគឺបង្ហាញអំពីភាពថ្លៃថ្នូររបស់យុវជនចិត្តបាទយុវជនឬក៏ជាតួអង្គចៅចិត្តហ្នឹងបាទរួមសេចក្តីមកបាទមកដល់កន្លែងនេះគឺយើងចូលទៅដល់សរុបសេចក្តីណាបាទអញ្ចឹងយើងចូលបន្តថ្មីមួយទៀតរួមសេចក្តីមកចៅចិត្តអ្វីត្បិតតែគ្មានទ្រព្យសម្បត្តិគ្មានបុណ្យស័ក្តិតែរូបគេមានចំណេះវិជ្ជាជ្រៅជ្រះកតញ្ញូនិងប្រតិបត្តិអាវ៉ាតរបស់ឪពុកជាហេតុបញ្ជាក់បានថាចៅចិត្តមានគុណសម្បត្តិសមជាយុវជនថ្លៃថ្នូរមួយរូបពិតប្រាកដមែនបាទត្រង់ចំណុចនេះអ្នកសិក្សាគ្រប់រូបត្រូវសរសេរណាសរសេរសង្ខេបឬសរុបនៅលក្ខណៈសម្បត្តិដែលយើងបានបកស្រាយជាហោហែនៅខាងលើមុនហ្នឹងបាទឲ្យខ្លីឡើងវិញណាអូខេឥឡូវយើងចូលទៅដល់ផ្នែកចុងក្រោយគឺផ្នែកទី3គឺបញ្ចប់សេចក្តីបាទអញ្ចឹងយើងត្រូវចូលបន្តថ្មីមួយទៀតណាអញ្ចឹងយើងសរសេរថាឆ្លងតាមការបកស្រាយនិងការបង្ហាញជាច្រើនខាងលើរួចមកយើងអាចវាយតម្លៃបានថាប្រធានបានលើកយកយុវជនថ្លៃថ្នូរមួយរូបដែលចេះកសាងខ្លួនឯងដោយឈរលើគោលការណ៍ស្មោះត្រង់ក្លាហានតស៊ូមោះមុតមានចំណេះដឹងនិងប្រកបដោយសីលធម៌ដែលជាហេតុនាំឲ្យរូបគេអាចបង្កើតកេរ្តិ៍ឈ្មោះកិត្តិយសនិងក្លាយជាយុវជនថ្លៃថ្នូរមួយរូបក្នុងសង្គមបាទអញ្ចឹងនៅត្រង់ចំណុចនេះគឺយើងវាយតម្លៃប្រធានបទថាតើប្រធានហ្នឹងវាមានសារៈសំខាន់ប៉ុណ្ណាតើវាបានបំផុសអ្វីឡើងឲ្យអ្នកសិក្សាហ្នឹងមានការចាប់អារម្មណ៍បាទគឺយើងបង្ហាញថាប្រធានហ្នឹងគឺបានលើកយកយុវជនមួយដែលចេះកសាងខ្លួនបាទចេះកែប្រែជីវភាពរបស់ខ្លួនហ្នឹងដោយឈរលើមូលដ្ឋានដូចបានរៀបរាប់នេះបាទអញ្ចឹងយើងសរសើរប្រធានបទរបស់យើងបាទអញ្ចឹងចំណុចចុងក្រោយនេះគឺជាយោបល់ឬក៏ជាទស្សនៈជាគំនិតផ្ទាល់ខ្លួនរបស់យើងទៅលើប្រធានបទបាទអាស្រ័យហេតុនេះក្នុងនាមយើងជាយុវជនដែលជាកុលបុត្រខ្មែរចំនួនក្រោយយើងក៏បីខិតខំរៀនសូត្របង្កើនចំណេះដឹងនិងកសាងខ្លួនឲ្យសមជាពលរដ្ឋល្អដើម្បីជួយខ្លួនឯងគ្រួសារនិងសង្គមជាតិឲ្យរីកចម្រើនបាទអញ្ចឹងក្នុងនាមយើងជាកុលបុត្រចំនួនក្រោយយើងក៏បីខិតខំរៀនសូត្របង្កើនចំណេះដឹងនិងការកសាងខ្លួនឲ្យក្លាយទៅជាពលរដ្ឋល្អម្នាក់បាទនេះជាយោបល់របស់អ្នកសរសេរសំណេរតែងសេចក្តីចុងក្រោយមុននឹងយើងបញ្ចប់ការសរសេររបស់យើងណាបាទអញ្ចឹងនៅក្នុងការបកស្រាយខ្លីមួយនេះលោកគ្រូរំពឹងថាអ្នកសិក្សាគ្រប់រូបបានយល់ក៏ដូចជាមានគំនិតខ្លះណាដើម្បីអាចសរសេរសំណេរតែងសេចក្តីមួយឲ្យបានល្អហើយលោកគ្រូជឿថាសំណេរខ្លីមួយនេះវានៅមានចំណុចខ្វះខាតមួយចំនួនដែរបាទវាខ្លីពេកឬក៏វាមានពាក្យពេចន៍ខ្លះប្រើទៅមិនពុំទាន់បានល្អបាទអញ្ចឹងអ្នកសិក្សាអាចយកសំណេរហ្នឹងទៅបំពេញបន្ថែមដោយខ្លួនឯងនៅពេលក្រោយទៀតបាទអញ្ចឹងថ្ងៃនេះលោកគ្រូមានតែប៉ុណ្្នឹងទេបាទយើងចាំជួបគ្នានៅមេរៀនសំណេរតែងសេចក្តីក្រោយៗទៀត